Ok, số sẽ bằng một này. Sao có một cái chơi cái chiều group. Chẳng cái nó cứ dương được vừa cái sắc xa nhà nâng song crab đi sai con tạo được cùng y cái mà phần nắng hay vì chụp pe liên lọ mình đây là dừng kia thằng pe lọ mà đồng mình thế cho dương được sao pe mình đâu mấy khai thì ok chắc có một khai ví dụ như vừa cái sắc xa nhà bây giờ chứ như bữa tiên bây giờ cái ao sắc xa thời phía bên nâng song crab này ăn cùng y cái mà phần nắng nhắn នៅក្នុងលំហាត់នេះគឺគេមិនបែងចែកជាសំណួរ ABCD ដូចនៅក្នុងកម្មវិធីប្រឡងបាតុបទេអញ្ចឹងគេឲ្យជាលំហាត់មួយគេឲ្យសិក្សាសញ្ញាពីដើមដល់ចប់តែហ្មងអញ្ចឹងក្នុងករណីលំហាត់ខ្លះគឺបែបហ្នឹងឯងហើយលំហាត់ខ្លះគឺគេបែងចែកជា step ជាជំហានមួយមួយដើម្បីឲ្យយើងរកមួយមួយហើយបានបន្ទុកមួយមួយអញ្ចឹងក្នុងលំហាត់នេះគឺគេមិនបែងចែកជា step ទេគឺគេធ្វើយកតែម្ដងអញ្ចឹងវាមិនបញ្ហាទេគឺយើងធ្វើតាមតែអ្វីដែលគេចង់បានទៅគឺជារួចរាល់អញ្ចឹងដើម្បីសិក្សាសញ្ញាសិក្សាអត្ថប្រយោជន៍របស់ក្រាបនៃក្រាបអញ្ចឹងទីមួយយើងត្រូវមើលទៅលើគេជាទៅមើលអនុគមនិកឲ្យសិនចឹងអនុគមនិកឲ្យមកគឺសំខាន់ជាងគេដើម្បីសិក្សាបានយើងត្រូវសិក្សាទៅលើដៃកំណត់របស់វាទេអញ្ចឹងយើងត្រូវរកដៃកំណត់របស់វាអញ្ចឹងយើងមើលអនុគមនិកឲ្យគឺ y ស្មើ x ដុំនេះបូក8នៅលើ x 12អញ្ចឹងនេះគឺជាភូធាតែជាប្រភេទភូធាអស័ក្តិសាស្ត្រវាមានពាក្យបែកទេអញ្ចឹងកាលណាមានពាក្យបែកដើម្បីឲ្យអនុគមនឹងមាននេះលុះតែពាក្យបែកវាខុសពី0ទេចឹងយើងត្រូវឲ្យ x ដក2ហ្នឹងសំដៅគឺ x ដក2ហ្នឹងខុសពី0អញ្ចឹងយើងទីបានគេមិន x តែវាគឺខុសពី2ដែរអញ្ចឹងយើងបានដែរកំណត់របស់យើងគឺ df វាស្មើ a ដកតម្លៃx ស្មើ2ចេញតើនេះអញ្ចឹងយើងមើលបន្តមកនេះគឺយើងត្រូវសិក្សាទៅដល់អត្ថប្រយោជន៍របស់វាអញ្ចឹងសិក្សាទៅដល់ភាពគឺចង់សិក្សាពីភាពការភាពចុះនៃអគុំនេះឯងអញ្ចឹងដើម្បីរកភាពការភាពចុះបានគឺយើងត្រូវការសិក្សាទៅលើ derivation ទេអញ្ចឹង derivation យើងមើល y យើងគឺស្មើគេគឺជាភាគអញ្ចឹងគឺរៀងអុយលើ v ដែរអញ្ចឹង derivation ទៅគឺស្មើគេគឺអុយ prim v ដកឲ្យ v prim អុយទៅលើ v ការ៉េតើគេអញ្ចឹងយើងបានមកយើងមើលទាញបាន y prim របស់យើងគឺអានេះជាតួអុយដែរអញ្ចឹងអុយ prim យើង derivation ទៅគឺ derivation នៃ x ការ៉េដក 4x បូក3វាដែលនេះស្វ័យគុណ2អញ្ចឹងយើងតម្លាក់មកវាបាន 2x ដកឲ្យ4ទេដី8នេះគឺចំនួនថេ derivative ស្មើ0អញ្ចឹងគុណឲ្យ value យើងគឺ x ដក2អញ្ចឹងដកឲ្យអុយនេះគឺv prime អុយឬក៏អុយ v prime ដូចគ្នាទេទៅមកក្រោយអញ្ចឹងនេះគឺអុយយើងទុកតារាអញ្ចឹងយើង derivative value យើងគឺ x ដក2ដែលទៅគឺបាន1អញ្ចឹងនៅសល់តែ x ការ៉េដក 4x ដល់4ដក3អញ្ចឹងវាយើងគណនេះយើងស្រួលទៅគឺយើងគុណពលិតវាមួយទៅយើងបានគឺស្មើនឹង x តែ x ដក4នៅលើ x ដក2អូការ៉េតើទេអញ្ចឹងបានប្រហែលយើងទៅមិនដើម្បីសិក្សាសញ្ញាវាគឺសិក្សាសញ្ញា derivative គឺយើងឲ្យ derivative ស្មើ0ខណៈ derivative ស្មើ0យើងឲ្យអានេះគឺ x ដក2គ្រប់តម្លៃ x ខុសពី2អានេះគឺ x ដក2អូការ៉េនេះវាធំជាង0ជានិច្ចតើទេអញ្ចឹងយើងនៅសល់តែ x គុណឲ្យ x ដក4ស្មើ0ទេចានេះជាផលគុណពីកតាស្មើ0អញ្ចឹងយើងទីបានកតាណាមួយស្មើ0អញ្ចឹងយើងទីបាន x1 ស្មើ0ឬក៏ x2 ស្មើ14ស្មើ4ដែរយើងដោះស្រាយសមីការនេះមកយើងឃើញហើយtrong tổngគឺយើងសិក្សាតារាសញ្ញា y premium មកអញ្ចឹងយើងមើលដែនកំណត់វាអញ្ចឹងដែនកំណត់វាគឺ x ពីដកអណន្តដល់ត្រង់2និងបូកអណន្តហើយរឹសរបស់យើងគឺ0 4ដែរអញ្ចឹងគូទៅយើងគូតែត្រង់នេះ1ទ្រេ1ទ្រេ1គឺចុងដែនកំណត់របស់វាហើយបន្ទាប់មកគឺយើងត្រូវសិក្សាទីតាំងដែលធ្វើឲ្យ derivative យើងស្មើ0ណាអញ្ចឹងយើងមើលឃើញនេះគឺ a' របស់យើងគឺ0នៅត្រង់ x ស្មើ0និង0 x ស្មើ4អញ្ចឹងសិក្សាមិនអញ្ចឹង derivative នេះគឺជាពុទ្ធិរកេទី2ទេអញ្ចឹងពុទ្ធិរកេទី2អញ្ចឹងវាមានរបៀបគណនាវាអញ្ចឹងកណាពុទ្ធិរកេទី2អញ្ចឹងកណាមានរបៀបផ្សេងគ្នាអញ្ចឹងចន្លោះឬគឺផ្ទុយ a ផ្ទុយសញ្ញាពី a ហើយសងខាងឬមានសញ្ញាដូច a អញ្ចឹង a របស់យើងគឺស្មើវិជ្ជមានបូក1ទេអញ្ចឹងឆ្លោះឬផ្ទុយ a គឺសញ្ញាដកទាំងអស់អញ្ចឹងទៅបូកដកឬវាគឺ1 4អញ្ចឹងនៅចន្លោះឬហ្នឹងគឺសញ្ញាដកទាំងអស់តើនេះចឹងគឺបានបូកដកបូកដកបូកតើនេះអញ្ចឹងយើងមើលបរមាធិបគឺយើងមើលអតិបៈវាចាំមើលអនុគមហ្នឹងវាមានអតិបរមាធៀបនឹងអតិបរមាធៀបត្រង់ x ស្មើ0បងត្រូវយល់ថាអតិបរមាធិបមិនថាគឺធៀបទេ
វាមិនជាអតិបរមានៃអនុគមទាំងមូលទេអញ្ចឹងខ្ញុំមើលហេតុអីបានគេនិយាយថាអនុគមមានអតិបរមាធៀបត្រូវសរសដោយសារវាកើនទេជាមួយយ៉ាងនេះគឺបូកអញ្ចឹងវាកើនដល់ចំណុច0អញ្ចឹងវាចុះមកវិញអញ្ចឹងкогдаវាចុះគឺវាបដូរទិសដៅកាលនេះចុះវិញអញ្ចឹងកន្លែងនេះគឺជាចំណុចអតិបរមារបស់វាឡើងដល់ចំណុចអតិបរមាវាគឺត្រង់នេះឯងគឺនៅត្រង់ x ស្មើ0អញ្ចឹងត្រង់ x ស្មើ0គឺ y 0យើងស្មើ14អញ្ចឹងវាឡើងដល់ចំណុចអតិបរមាវាគឺ x ស្មើ14ហ្នឹងហើយគេថាវាមានបរមាអបបរមាធៀបត្រង់ x ស្មើ4អញ្ចឹងមើលនេះវាចុះដល់ចំណុចx ស្មើ4គឺវាបដូរទិសដៅអញ្ចឹងបដូរទៅចាប់ឡើងវិញអញ្ចឹងនៅត្រង់ x ស្មើ4គឺតម្លៃ n y វិញគឺទាបបំផុតអញ្ចឹងនេះគឺជាអតិអបបរមាធៀបនៅក្នុងដៃកំណត់វាចន្លោះពី2ទៅបននេះទៅនេះអញ្ចឹងចាំបានវាមានអបបរមាធៀបក្នុងចំណុចហ្នឹងអញ្ចឹងបានប៉ុណ្ណឹងយើងធ្វើវិធីអញ្ចឹងក្រោយពីយើងមានអតិអបដៃកំណត់យើងត្រូវការរកស៊ីមតូទៅនឹង limit របស់វាទេអញ្ចឹងយើងមើល limit គឺគេរក limit វានៅត្រង់ដៃកំណត់នៅចុងដៃកំណត់អញ្ចឹងយើងមាន y ស្មើប៉ុណ្ណឹងអញ្ចឹងនេះយើងអាចផ្ដាច់វាជា2បានជាទម្រង់ការនៃវាយើងហ្នឹងអញ្ចឹងយើងមើលអនុគម A មានអតិបរមាធៀបត្រង់ x ស្មើ14ហើយយើងរក A នេះ14គឺយើងរកគឺស្មើ15ទេហើយនឹងមានអបបរមាត្រង់ x ស្មើ2ដូចជាបច្ច្រាស់ហើយគឺត្រង់នេះទេគឺនេះគឺអតិបរមាធិបគឺត្រង់ x ស្មើ0មិនត្រង់ x x ស្មើ4ទេអតិបរមាគឺត្រង់ x ស្មើ0នេះគឺគេនេះគឺសេបច្ច្រាស់អត់ត្រូវទេអូខេអញ្ចឹងពេលខ្លះសភៅពុំសភៅអត្រាកំណែគឺយើងត្រូវពិនិត្យទេណាមិនមែនអត្រាកំណែទាំងអស់ត្រូវទាំងអស់ទេតែនេះគឺជាលំហាត់គំរូមួយដែលយើងមើលទៅតែពីកាទីខុសមិនថា flow រៀបនៃការកាទីគឺដូចជាមិនខុសគ្នាទេគឺរំលំតាមគ្នាគាត់ថាសភៅខ្លះទៅសេរីច្បុកយើងពិបាកមើលមែនទេដូចជាសភៅនេះក៏មិនជាស្រួលមើលមិនដែរអូខេចុះយើងមើលនេះគឺ x ស្មើ4មិន x ស្មើ14ទេហើយមានអបបរមាធិបត្រង់ x ស្មើ14គឺក្នុងសម័យកាលយើងអត់មានទេ x 11គឺមានតែ x ស្មើ4អញ្ចឹងមានថាលំហាត់នេះគឺសភៅនេះគឺសេខុសហើយគឺពេលខ្លះយើងត្រូវប្រយ័ត្នប្រយែងមែនទែនអូខេអញ្ចឹងយើងមើល limit និង asymptote របស់យើងអញ្ចឹង limit យើងគឺ limit នៃចុងដៃកំណត់អញ្ចឹងដៃកំណត់យើងមានដកអណ្ណាបូកអណ្ណាក្នុង2ហើយនេះអញ្ចឹងយើងមើល limit x ទៅ2របស់យើងនៃយើងស្មើ limit x ទៅនេះប៉ុណ្ណឹងអញ្ចឹងនេះ x ស្មើ2អញ្ចឹងវាចេញឬបូកដកអណ្ណាកាលណា limit x ទៅ a នៃ n x ស្មើបូកដកអណ្ណាអញ្ចឹងយើងបានបន្ទាត់ x ស្មើ2ជា asymptote ឈរតោះនេះចាហ្នឹងគឺលក្ខណៈ asymptote អញ្ចឹងបើសិនជាអត់យកកន្លែងហ្នឹងយើងត្រូវបកទៅមើលនិយមន័យរបស់វាកន្លែងហ្នឹងវិញយើងមើលចុងដៃកំណត់មួយទៀតគឺបូកដកអណ្ណាទេអញ្ចឹង limit x ទៅបូកដកអណ្ណា n x ស្មើ limit a x នេះយើងបបាច់ឲ្យណាអញ្ចឹងនេះវាស្មើនេះគឺតួកន្លែងគឺស្មើ0នេះគឺស្មើ0អញ្ចឹង x ដក2នេះកាលណា x ទៅបូកដកហ្នឹងគឺវាស្មើបូកដកអណ្ណាអញ្ចឹងយើងបានអាហ្នឹងគឺវាស្មើប៉ុណ្ណឹងហើយយើងមើលតម្លៃនេះជាទម្រង់ការនិចកាលណា nx ស្មើ ax បូក b បូក sin x កាលណា limit x ទៅបូកដកអណ្ណានៃ sin x នេះជា sin x មួយស្មើ0យើងបានបន្ទាត់ ax បូក b ហ្នឹងជា asymptote trait នៃខ្សែកោងសេចាហ្នឹងក៏ជាលក្ខណៈមួយនៃអនុគមដែរលក្ខណៈមួយនៃរបៀបរក asymptote អញ្ចឹងយើងត្រូវចូលចាំកន្លែងហ្នឹងដែរអញ្ចឹងបានវាជា asymptote trait នៃខ្សែកោងអញ្ចឹងយើងមើលពេលដែលមាន limit ហើយនឹងមើលអតិបរមាធិបហើយយើងបានអីគេគឺយើងបានត្រាថេរភាពអញ្ចឹងត្រាថេរភាពគឺតារាងកើននិងចុះហើយនឹងទីតាំងនៃវាឡើងពីណាដល់ណាចុះពីណាដល់ណាតោះនេះអញ្ចឹងមើលចេញពីនេះគឺក្រាបទាញពីមុនទេក៏យើងថែមបន្ថែមនេះគឺថេរភាពគឺទិសដៅនៃ nx របស់យើងនេះឥឡូវនេះគេហៅថាតារាសញ្ញា f' x អាក្រោមនេះគឺជាអថេរភាពតែតម្លៃការចុះនៃអនុគម nx អ្វីដែលយើងចង់បាននេះឯងអញ្ចឹងយើងមើល limit គេទៅរកដកគឺគេទៅរកដក non គឺយើងមើលក្រោមនេះគឺឡើងពីដក non ដល់ត្រង់0អញ្ចឹង n 0របស់យើងស្មើ4ដក4ហើយបានគឺចុះវិញមកដល់នេះគឺដក non x ទៅ2ខាងដកអញ្ចឹងចុះមកដល់2ខាងដកគឺដក non ហើយនេះវាកាត់ asymptote គឺ asymptote trait asymptote ឈើ x ស្មើ2ហ្នឹងហើយមកវាចុះពីបូក non មកដល់ត្រង់ x ស្មើ4អញ្ចឹង n 4នេះស្មើ4ហើយឡើងទៅវិញ
គឺក្រៅយើងគឺចុះហើយដកគឺចុះបូកឡើងទៅវិញឡើងទៅដល់បូកហ្នឹងគឺបូកហ្នឹងវិញចឹងយើងបានសំណង់ខ្សែកោងសេចឹងកណ្ដាលខ្សែកោងយើងយើងមានចំណុចប្រសពយើងគួរតែរកចំណុចខ្សែកោងវាត្រូវការ3ចំណុចដើម្បីគូទេចឹងយើងគួរតែរកចំណុចពិសេសចឹងចំណុចពិសេសវាមិនចាំបាច់តែកាត់អាទេប៉ុន្តែជាទៅគេប្រើកាត់អាវាស្រួលគូសជាងវាយើងសេតទី1ទីតាំងមួយយើង0ទៅវាយើងស្រួលគេនេះមែនទែនវាស្រួលជាងទីតាំងផ្សេងនេះយើងត្រូវគូសចំណោលប្រសពគ្នាបាទណាតែជាក់ស្ដែងទៅយើងរកទីតាំងណាក៏បានដែរអូខេចឹងយើងមើលគេឲ្យចំណុចប្រសពរវាងasymptote cho x ស្មើ2និងtrade y ស្មើ x 12គឺត្រង់ e កាលណា x ស្មើ2ចុះទៅ y ស្មើ0អញ្ចឹង2 0ជាផ្ចិតអូខេឆ្លោះនៃខ្សែកោងអូខេអញ្ចឹងតាមរូបមន្តនេះគឺគេមានរូបមន្តផ្ចិតឆ្លោះមួយគេទៀតតែប៉ុន្តែនេះគេរូបមន្តកលៈតែយើងមិនបាច់ធ្វើតាមហ្នឹងក៏បានដែរដោយសារតែយើងធ្វើធម្មតាក៏វាចេញចម្លើយដែរនេះក៏ជាការផ្ទុយផ្ទាត់តែ e ហ្នឹងជាផ្ចិតឆ្លោះទេហ្នឹងគឺជាកលឹះមួយទៀតបើសិនជាគេឲ្យបង្ហាញថាអននៃ e ហ្នឹងវាជាផ្ចិតឆ្លោះនៃខ្សែកោងបាទណាតែជាស្អែកទៅលំហាត់វិញគឺនៅក្នុងប្លង់របស់គេមិនសួរដល់ថ្នាក់ទេតែបើសិនជាករណីថាគេសួរគឺយើងប្រើរូបមន្តនេះឬទៅផ្ទុយផ្ទាត់នេះគឺ i នៃ x i នៃ 2a ដល់ x បូក i នៃ x ស្មើ 2b អញ្ចឹងផ្ចិតរបស់យើងគឺ ab អញ្ចឹងយើងបានចំនួនតម្លៃវាចូលទៅគឺ s ស្មើ2ខ្លួននេះចេញ4ដល់ x ស្មើ0អញ្ចឹងយើងមាន i នៃ x អញ្ចឹងយើងចំនួនវាមកគឺ i នៃ x ស្មើនឹង i នៃ4ដល់ x គឺយើងចំនួនវាចុះទៅហើយយើងយកមកបូកចូលគ្នាមកបើសិនជាស្មើ 2b អញ្ចឹងមានថាវាពិតហើយតើណាហើយអញ្ចឹងយើងចំនួនមកយើងទូទាត់លេខទៅគឺវាស្មើដក4ពិតមែន3យើងគួរតែស្មើ0ទេមិនស្មើដក4ទេគឺនេះគឺស្មើ0ទេមិនដក4ទេអញ្ចឹងពេលខ្លះសភៅបើយើងមិនចាប់អារម្មណ៍មើលទេគឺវល់មែនទេអូខេអញ្ចឹងលំហាត់នេះគឺបែកម៉ាំហ្មងបើសិនជាយើងទៅរៀនថ្មីហើយចប់ហើយអញ្ចឹងក៏ល្អដែរដែលយើងសម្រាយពីសភៅទៅយើងបកស្រាយមួយតគ្នាអូខេអញ្ចឹងយើងមកសងក្រាបឲ្យយើងមកអញ្ចឹងគឺក្រាបវាសងអញ្ចឹងទីសងក្រាបដបល់គឺចាប់ផ្ដើមសងនេះគឺស៊ីមតូតគឺត្រូវសងស៊ីមតូតនឹងគេទៅមកអញ្ចឹងយើងមានស៊ីមតូត2គឺស៊ីមតូតឆ x ស្មើ2គេនេះដល់ស៊ីមតូតទៀតគឺនេះគឺបន្ទាត់y ស្មើ12អញ្ចឹងយើងមើលក្រាបរបស់យើងប្លង់ទី1វាគឺកើនពីដកអនន្តទៅដក4ហើយចុះមកដកអនន្តវិញអញ្ចឹងនេះគឺកើនពីដកអនន្តទៅដល់ x ស្មើដល់4ហើយចុះមកដកអនន្តវិញអញ្ចឹងចុះគឺវាបកគិនៅអាស៊ីមតូតវានៅក្នុងអាស៊ីមតូតឬនៅអាស៊ីមតូតដូចហ្នឹងឯងអញ្ចឹងប្លង់ទី1ប្លង់ទី2យើងគឺចុះពីបូកអនន្តមកដល់4ហើយឡើងទៅបូកអនន្តវិញអញ្ចឹងនេះគឺចុះឯងឃើញខាងវាចុះមកពីលើមកហើយមកដល់ត្រឹម x គឺទីតាំង4នេះក៏អននៃ x ស្មើ4នេះក៏ស្មើ4ហ្នឹងហើយបានវាឡើងទៅវិញទៅនេះអញ្ចឹងនេះគឺក្រាបវិញគឺតែប៉ុណ្្នឹងឯងអញ្ចឹងគឺការសងក្រាបគឺតែប៉ុណ្្នឹងគឺអត់មានទៅឲ្យវែងឆ្ងាយទេវាអាចនឹងមានសំណួរក៏លើខ្លះថែមទៀតអញ្ចឹងអូខេដល់ទៅយើងជួបគ្នាវីដេអូបន្តហើយបងប្អូនដែលមកថ្មីកុំភ្លេចជួយ like ហើយ subscribe គ្រូអរគុណបាយបាយ